ជំរាបសួរនាងខ្ញុំឈ្មោះច័ន្ទសាវាងបង្រៀននៅថ្នាក់ទី4នៃសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងសួស្តីកូនៗទាំងអស់គ្នាតើកូនៗទាំងអស់គ្នាសុខសប្បាយជាឬទេចាអ្នកគ្រូសង្ឃឹមថាកូនៗទាំងអស់គ្នាពិតជាបានសុខសប្បាយជាធម្មតាថ្ងៃនេះអ្នកគ្រូសប្បាយចិត្តណាស់ដែលបានមកជួបកូនៗទាំងអស់គ្នាសារជាថ្មីម្ដងទៀតចាដើម្បីសិក្សានៅមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី4បន្តចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងបន្តចូលរួមសិក្សាពីចម្ងាយជាមួយនឹងអ្នកគ្រូជាបន្តទៅទៀតទន្ទឹមនឹងនេះសូមកូនកុំភ្លេចអនុវត្តនៅក្បួនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយលាងដៃជាមួយនឹងអាល់កុលឬជែលឬក៏ទឹកសាប៊ូជាប្រចាំជាពិសេសគឺនៅពេលដែលកូនចេញទៅក្រៅសូមកូនរក្សាគម្លាតសុវត្ថិភាពនិងពាក់ម៉ាស់ជាប្រចាំចាអញ្ចឹងដើម្បីចូលរួមសិក្សាជាមួយអ្នកគ្រូនៅថ្ងៃនេះសូមកូនត្រៀមសម្ភារៈមួយចំនួនមានដូចជាសៀវភៅសិក្សាគោលថ្នាក់ទី4ចាមានប៊ិចសៀវភៅបន្ទាត់ក្តារឈ្នួននិងហ្វឺតជាដើមចាអញ្ចឹងមុននឹងចាប់ផ្ដើមនៅមេរៀនថ្មីរបស់យើងថ្ងៃនេះអ្នកគ្រូក៏ចង់ដឹងផងដែរថាតើកូនចង់ចាំបានទេថាកាលពីថ្ងៃមុនកូនទាំងអស់គ្នាបានរៀនជាមួយអ្នកគ្រូនៅមេរៀនអ្វីចាអញ្ចឹងកាលពីថ្ងៃមុនគឺកូនទាំងអស់គ្នាបានសិក្សាទៅលើមេរៀនទី2ប្រភេទចានៅក្នុងនោះគឺយើងមានប្រមាណវិធីបូកនិងប្រមាណវិធីដកប្រភេទដែលមានភាគបែងដូចគ្នាចាអញ្ចឹងសម្រាប់មេរៀនប្រភេទតើកូនទាំងអស់គ្នាចាំបញ្ញត្តិទេថាដើម្បីបូកឬមួយក៏ដកប្រភេទដែលមានភាគបែងដូចគ្នាតើកូនត្រូវធ្វើដូចម្ដេចចាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងចងចាំអញ្ចឹងដើម្បីបូកឬមួយក៏ដកប្រភេទដែលមានភាគបែងដូចគ្នាគឺកូនគ្រាន់តែយកភាគយកមកបូកឬមួយក៏ដកជាមួយនឹងភាគយកចំណែកឯភាគបែងគឺយើងរក្សាទុកនៅដដែលចាហើយអ្នកគ្រូក៏បានដាក់កិច្ចការតេស្តឲ្យកូនធ្វើចំណោទនៅទំព័រទី12ចាតើកូនទាំងអស់គ្នាបានធ្វើហើយឬនៅចានៅពេលនេះអ្នកគ្រូនឹងលើកយកចំណោទទី3មកធ្វើកំណែជូនកូនទាំងអស់គ្នាអញ្ចឹងនៅក្នុងចំណោទទី3គឺដាក់ថាពូសនធ្វើរបងនៅថ្ងៃទី1បាន2/10ថ្ងៃទី2បាន3/10និងថ្ងៃទី3បាន1/10តើទាំង3ថ្ងៃពូសនធ្វើរបងបានប៉ុន្មានភាគចាអញ្ចឹងចូលកូនមើលចំណោទទី3ណាកូនណានៅទំព័រទី12ចាអ្នកគ្រូអានសារថ្មីពូសនធ្វើរបងផ្ទះថ្ងៃទី1បាន2/10ថ្ងៃទី2បាន3/10និងថ្ងៃទី3បាន1/10តើទាំង3ថ្ងៃពូសនធ្វើរបងបានប៉ុន្មានភាគចាអញ្ចឹងដើម្បីរកប្រវាយរបងទាំង3ថ្ងៃដែលពូសនធ្វើបាននោះយើងត្រូវធ្វើប្រមាណវិធីបូកអញ្ចឹងអ្នកគ្រូធ្វើកំណែជូនកូននៅលើក្តារខៀនតែម្ដងកំណែកិច្ចការផ្ទះចាអញ្ចឹងអ្នកគ្រូធ្វើចម្លើយចំណោទទី3ជើយើងទៅចំណោទទី3ទាំងអស់គ្នាយើងរកអីកូនចាគឺយើងរកប្រវាយរបងធ្វើទាំង3ថ្ងៃអានេះគេដាក់ភាគណាកូនណារកប្រភេទតាងរបងធ្វើទាំង3ថ្ងៃបានត្រូវព្រោះគេសួររកប្រភេទត្រូវហើយរកប្រភេទតាងរបងធ្វើទាំង3ថ្ងៃ
ចាអញ្ចឹងយើងបានថ្ងៃទី1នៅក្នុងប្រធានរបស់យើងគឺបាន2ភាគ10អញ្ចឹងយើងបាន2ភាគ10បូកនឹងចា3ភាគ10បូកនឹងថ្ងៃទី3គាត់ធ្វើបាន1ភាគ10ចាអញ្ចឹងដោយបញ្ញត្តិដែលអ្នកគ្រូបានរំលឹកមិញហ្នឹងដើម្បីបូកប្រភេទដែលមានភាគបែងដូចគ្នាគឺកូនគ្រាន់តែបូកភាគយកនិងភាគយកឯភាគបែងកូនរក្សាទុកនៅដដែលចាអញ្ចឹងយើងបានភាគយក2បូកឲ្យ3បូកឲ្យ1ចាឯភាគបែងរបស់វាគឺ10យើងទុកនៅដដែលតោះអញ្ចឹងកូនបូកម្ដង2តួណាកូនណា2បូកនឹង3 5បូកនឹង1 5 1អញ្ចឹងទាំង3ថ្ងៃគឺពូសនធ្វើរបងបាន6ភាគ10ចាអញ្ចឹងយើងអាចឆ្លើយថាដូចនេះទាំង3ថ្ងៃពូសនធ្វើរបងបាន6ភាគ10ចា6ភាគ10ចាអញ្ចឹងសម្រាប់3ថ្ងៃហ្នឹងគឺពូសនធ្វើបាន6ភាគ10ចាអរគុណអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានៅចំណោទទី3នេះកូនធ្វើត្រូវដូចអ្នកគ្រូដែរហើយចំណោទផ្សេងទៀតក៏កូនយល់ហើយនឹងដោះស្រាយបានត្រឹមត្រូវចាអរគុណអញ្ចឹងសម្រាប់នៅថ្ងៃនេះអ្នកគ្រូនឹងនាំបងប្អូនទាំងអស់គ្នាទៅចូលមេរៀនថ្មីមួយទៀតគឺមេរៀនទី3ចាអញ្ចឹងមេរៀនទី3ទាំងសិក្សាទៅលើអីចាអញ្ចឹងអ្នកគ្រូនឹងបង្ហាញជូនកូនគឺយើងសិក្សាទៅលើប្រមាណវិធីបូកចាដូច្នេះនៅថ្ងៃនេះយើងចូលទៅមេរៀនទី3ដែលជាមេរៀនថ្មីរបស់យើងគឺទៅលើវិធីបូកហើយចំណងជើងរងដែលសិក្សានៅថ្ងៃនេះគឺការបូកចំនួនដែលមានលេខ5ខ្ទង់និង4ខ្ទង់ដែលមេរៀននេះផងដែរអ្នកគ្រូបានដកស្រង់ចេញពីសៀវភៅសិក្សាគោលនៅទំព័រទី13បន្ទាប់ពីកូនទាំងអស់គ្នាបានសិក្សាមេរៀននេះចប់ជាមួយនឹងអ្នកគ្រូកូនទាំងអស់គ្នាអាចគណនារកផលបូកលេខដែលមាន5ខ្ទង់និង4ខ្ទង់ហើយកូនក៏អាចយកប្រមាណវិធីនេះទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃព្រមទាំងមុខវិជ្ជាផ្សេងទៅតាមតម្រូវការចាអរគុណទាំងអស់គ្នាអញ្ចឹងដើម្បីជាកិច្ចចាប់ផ្ដើមចូលកូនទាំងអស់គ្នាទៅសិក្សាទៅលើចំណោទគំរូមួយណាអញ្ចឹងអ្នកគ្រូមានចំណោទមួយបង្ហាញកូនកូនមើលមកចំណោទនេះថាតើនិយាយអំពីអីហើយយើងត្រូវដោះស្រាយដូចម្ដេចចាអញ្ចឹងដើម្បីបូកចំនួនដែលមានលេខ5ខ្ទង់និង4ខ្ទង់តើយើងត្រូវគណនាបែបម៉េចចូលកូនទាំងអស់គ្នាតាមដាននិងចូលរួមជាមួយនឹងអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងកូនមើលទៅចំណោទរបស់យើងចំណោទយើងបានបង្ហាញថាឃ្លាំងទី1ដាក់ស្រូវបានប៉ុន្មានកូនរាយ10 100 1000 10000គឺ56570បាវឃ្លាំងទី2ដាក់ស្រូវបានចារាយ10 100 1000អញ្ចឹងគឺ4845បាវតើស្រូវទាំង2ឃ្លាំងមានចំនួនប៉ុន្មានបាវចាអញ្ចឹងយើងអានចំណោទម្ដងទៀតហើយរកមើលថាតើបំរាប់ប្រាប់អីខ្លះហើយសំណួរសួរអ្វីហើយយើងគួរតែដោះស្រាយទៅលើប្រមាណវិធីអ្វីតោះឃ្លាំងទី1ដាក់ស្រូវបាន56570បាវ
ឃ្លាំងទី2យើងដាក់ស្រូវបាន4845បាវតើស្រូវទាំងពីរឃ្លាំងមានចំនួនប៉ុន្មានបាវចាអញ្ចឹងកូនឃើញហើយបំរាប់របស់គេគឺមានឃ្លាំង2ដែលឃ្លាំងទី1ដាក់បានស្រូវ56570បាវឯឃ្លាំងទី2ដាក់បាន4845បាវតើគេសួររកអីកូនចាគឺគេសួររកតើស្រូវទាំងពីរឃ្លាំងមានចំនួនប៉ុន្មានបាវមានន័យថាគេសួររកបាវស្រូវទាំងអស់អញ្ចឹងប្រសិនបើសួរទាំងពីរឃ្លាំងអញ្ចឹងយើងត្រូវគណនាប្រមាណវិធីអីចាគឺយើងត្រូវគណនាប្រមាណវិធីបូកដោយយើងយកអីបូកអីកូនចាគឺយើងយកស្រូវនៅឃ្លាំងទី1ដែលមាន56570នេះទៅធ្វើអីកូនគឺយើងយកមកបូកជាមួយនឹងចំនួនបាវស្រូវនៅឃ្លាំងទី2គឺ4845បាវអញ្ចឹងយើងត្រូវធ្វើលេខបូកចាអញ្ចឹងដើម្បីបូកលេខចំនួនដែលមានលេខ5ខ្ទង់និង4ខ្ទង់តើយើងត្រូវគណនាដូចម្ដេចតើយើងត្រូវបូកយ៉ាងម៉េចចាដូច្នេះដើម្បីយល់កាន់តែច្បាស់សូមកូនទាំងអស់គ្នាតាមដានជាមួយនឹងគ្រូបន្តទៅទៀតចាអ្នកគ្រូមានតារាងខ្ទង់ឲ្យកូនតាមដានជាមួយចាអញ្ចឹងកូនមើលតារាងខ្ទង់របស់យើងមានពីខ្ទង់ណាដល់ខ្ទង់ណាហើយតារាងខ្ទង់មានតម្លៃខុសគ្នាប៉ុន្មានដងចាអញ្ចឹងតារាងខ្ទង់នៅពេលនេះគឺមានយើងមើលពីខាងស្ដាំទៅណាកូនណាមានខ្ទង់រាយខ្ទង់10ខ្ទង់100ខ្ទង់ពាន់និងខ្ទង់10000ហើយតារាងខ្ទង់នេះគឺខុសគ្នាក្នុងមួយតារាងចំនួន10មានន័យថាក្នុងមួយប្រឡោះយើងដាក់លេខបានតែមួយខ្ទង់ទេចាអញ្ចឹងនៅពេលនេះយើងនឹងយកលេខនៅចំនួនបាវឃ្លាំងទី1មកបញ្ចូលទៅក្នុងតារាងអញ្ចឹងកូនតាមដានជាមួយនឹងអ្នកគ្រូយើងចាប់ផ្ដើមពីខ្ទង់រាយទៅនៅខ្ទង់រាយគឺមានលេខ0ដូច្នេះយើងអត់មានបំពេញទេចាចូលដល់ខ្ទង់10យើងមានលេខ7អញ្ចឹងយើងដាក់នេះមានន័យថាក្នុងមួយសន្លឹកនេះអ្នកគ្រូតាំងឲ្យ10បាវអញ្ចឹងទាំងអស់មានលេខ7គឺ70ណាអញ្ចឹង10 20 30 40 50 60ចា70បាវនៅខ្ទង់ពាន់ខ្ទង់100មាន500ចាអញ្ចឹងអ្នកគ្រូនឹងបិទ5សន្លឹកដែរដែលក្នុងមួយសន្លឹកគឺស្មើនឹង100បាវ200 300 400 500 ចា500បាវចូលដល់ក្នុងខ្ទង់ពាន់មានលេខ6គឺ6000ចាអញ្ចឹងយើងអ្នកគ្រូត្រូវបិទចំនួន6សន្លឹកពួកអីមួយសន្លឹក1000 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
4 5 ចានឹង5 1អញ្ចឹងខ្ទង់ពណ៌មាន6សន្លឹកស្មើនឹង6000បាវចូលដល់ខ្ទង់10000គឺយើងមាន50000ដូច្នេះអ្នកគ្រូត្រូវបិទចំនួន
5 សន្លឹក 3 4 5 ចាអញ្ចឹងកូនទៀងទាត់ជាមួយអ្នកគ្រូម្ដងទៀតក្រៃលោច្រឡំណាកូនណា 56000 ត្រូវហើយ570ចំណែកឯខ្ទង់រាយគឺអត់មានទេស្មើនឹង0ចាអញ្ចឹងកូនបិទយើងនឹងយកចំនួនបាវនៅឃ្លាំងទី2យកមកបញ្ចូលចាអញ្ចឹងនៅឃ្លាំងទី2ខ្ទង់រាយគឺមានចំនួន5បាវជ្រុះមួយធ្លាក់មកដល់ក្រោមអត់ជាប់ដាក់នេះតែម្ដងចាអញ្ចឹងនៅឃ្លាំងទី2ខ្ទង់រាយមានចំនួន5បាវ2 3ខ្លាយអត់ជាប់ទៀតចា4និង5បាវចូលមកដល់ខ្ទង់10យើងមាន4គឺ40មាន4សន្លឹកណាកូនណាសូមតាមដានមើលជាមួយនឹងអ្នកគ្រូទាំងអស់គ្នា30 40អ្នកគ្រូបិទចុះក្រោមតែម្ដងទៅចាចំណែកនៅក្នុងខ្ទង់រយចូលខ្ទង់រយមានច្រើនដល់ទៅ8 800 1 2 3 4 5 6 7 ចានឹង5 3ចាចឹងខ្ទង់រយយើងគ្រប់ហើយ800បាវចូលទៅដល់ខ្ទង់ពាន់គឺមានចំនួន4000ចុះខ្ទង់មើលមានអត់កូនចាអត់មានទេយើងមានត្រឹមតែខ្ទង់ពាន់ទេ4000វាស្អិតជាប់គ្នាខ្លាច់បិទលើនេះទៅមិនជាប់3ហើយនៅសល់មួយទៀតគឺ4000ចាតោះអញ្ចឹងទៀងទាត់ម្ដងទៀតឃើញលើថាបិទច្រឡំដែរអញ្ចឹងនៅឃ្លាំងទី2គឺបាន4800គ្រប់ហើយ45ចាបន្ទាប់ពីអ្នកគ្រូផ្ដល់យកលេខទាំងអស់យកមកបំពេញតម្លៃវាទៅតាមខ្ទង់ហើយអ្នកគ្រូនឹងធ្វើការបូកឲ្យកូនមើលទាំងអស់គ្នាចាអញ្ចឹងសូមតាមដានជាមួយអ្នកគ្រូណាត្រង់នេះជាចំណុចមួយដែលសំខាន់អញ្ចឹងអ្នកគ្រូនឹងយកចម្លើយវាមកដាក់នៅខាងក្រោមតែម្ដងចាអញ្ចឹងទន្ទឹមនឹងនេះអ្នកគ្រូនឹងបង្ហាញកូននៅការគណនាប្រមាណវិធីជួយឈរផងដែរចាអញ្ចឹងយើងគណនាជួយឈរយើងត្រូវសរសេរលេខឲ្យត្រូវតាមខ្ទង់ណាកូនណា56570បូកនឹង4845ចាហើយទៅគូបន្ទាត់មួយចាអរគុណ
tỏ lấy dương chập đàm vừa cả kẹn ní tèng ở tàng tông chỉ môi nâng chúa chổ chà chẳng dương bình đất mơ tơ lơ tàng tông rồi bỏ dương tung ri số bộ nâng pram chà smart pram chà chẳng số bộ pram cứ smart nâng pram được cho nên dương ai cho xe bàn thá nâng tung ri cứ dương khơi khơi pram chà chẳng xong một mơ nơi chua cho bình chà chẳng chua cho nâng tung ri số bộ nâng pram chà smart ở pram chà chẳng chọc tung ri hơi dương mình to mọc tung đọc chà ta được không tung đọc miên sẵn lực phần man sẵn lực dương đạo bệnh châu khá nền á chẳng muối pi bay buôn pram pram muối pram pí pram bấy pram buôn đọc đọc mùi miên đọc mùi sẵn lực chẳng đọc mùi sẵn lực nơi tung đọc cứ smart nâng mùi rồi đọc nơi không có lòng đọc ní cứ dương ai đã bàn tay đọc ní tề chầm này mùi rồi ní cứ trâu rốt chô mà nơi không tung rồi miên này thá nẹ kru nâng đố chà nẹ kru nâng đố đọc sẵn lực nơi tung đọc ní hỏi tơi chia mùi rồi chà chắc mới nẹ kru đố đó phí bấy bốn pram pram muối pram pí pram bấy pram bốn đọc chắc đọc sẵn lực nơi tung đọc đô tơi chia mùi rồi hai nẹ kru vô mà tra tốc nơi không tung rồi chà chắc nẹ kru đọc sẵn lực này chánh chẳng nơi không tung đọc dương miên màn sẵn lực cốt chà miên chầm nôn mùi sẵn lực chà chẳng nghĩa mà mơ nơi lơ mà bị thi vĩnh pram pi bộ nâng 4 cứ smart nâng đọc mùi dương sò xe lịch muối hai dương tra tục mùi nơi lơ tung rồi đôi khi ở cốt chà bắn to mà tiết dương cho đọc tung rồi chẳng tung rồi ta miên phần màn sẵn lực muối mà rồi pí bấy bốn pram pram muối pram pí pram bấy pram bốn đọc muối đọc pí đọc bấy chúng muối nâng tra tục muối tiết tới chia đọc buồn chà chẳng đọc buồn rồi dương ai tục cả đá nơi không tung rồi đi màn sẵn lực cứ dương tục bán tay buồn sẵn lực tề smart nâng buồn rồi đời sao muối ní cứ muối quản chắc ọt ai nơi không tung rồi bán tế tới nơi không tung quản được chứ này dương đã bàn tay buồn rồi tế nơi không tung rồi chà chẳng còn mở nó sao đọc ọt muối pí bấy bốn pram pram muối pram pí pram bấy pram bốn đọc chẳng đọc sẵn lực nơi không tung rồi cứ smart nâng muối quản chẳng nẹ kru đồ đọc sẵn lực ní tới chia mùi pón vô mà ta tốc nơi lỡ tung quản chà chẳng nơi không tung rồi bỏ dương miên phần màn sẵn lực nơi không tung rồi bỏ dương miên chấm nuốn buôn sẵn lực chẳng dương ai sẽ bán thá buồn chà chẳng xong mau bình đất tơ lơ chúa chô bỏ dương với là ta dương bộ nâng khơi phần mán chà chẳng pram bộ nâng bấy pram bộ pram bấy đọc bầy đồng tục muối tới chia đọc buồn dương sò xe lệ 4 dương tra tốc tới lơ tung quản chà đôi khi cốt chà chẳng dương ai bắn to một bộ bánh trô nên nó không tung quản bản chẳng tung quản miền phần màn sẵn lắm muối pi bầy 4 pram pram muối pram pi pram bầy pram 4 đọc tra tụng một tiết tới chia đọc muối sẵn lật chắc đọc muối sẵn lật dương ai cho xe bàn phần mán cốt dương ai sò xe dương ai tụng nó không tung quản đi bàn muối sẵn lật chầm này muối ní cứ mùi mớn tới đố vô mà đã nó không tung mờn chà chẳng nó không ní dương đã bàn tay muối sẵn lật tế chà hội hái dương bắt đầu đọc sẵn lật ní tới chia mờn pí bấy 4 pram pram muối pram pí pram bấy pram 4 đọc nhé đọc sẵn lật nó không tung quán dương bắt đầu bàn tới chia muối mớn mà nữ tung mờn chà chắc nó không tung quán miên phần màn sẵn lật nơi không tung quán miên muối sẵn lật
ចាអញ្ចឹងយើងបូកនៅក្នុងជួរឈររបស់យើងវិញមើលតើឃើញប៉ុន្មាន6បូកនឹង4ស្មើនឹង10 10ត្រាទុក1ទៅជា11សរសេរបានលេខ1យើងត្រាទុកនៅលើខ្ទង់ម៉ឺនអញ្ចឹងខ្ទង់ម៉ឺនមានប៉ុន្មានកូនខ្ទង់ម៉ឺនមាន1ចា5បូកនឹង1 6ណាកូនណា2 3 4 5ត្រាទុកមួយទៀត5 1ចាអញ្ចឹងនៅក្នុងខ្ទង់ម៉ឺនមាន5 1ចុះនៅក្នុងជួរឈររបស់យើង1បូក5បូកនឹង1 5 1ចាអញ្ចឹងកូនផ្ទៀងផ្ទាត់មើលរវាងចម្លើយនៅក្នុងតារាងខ្ទង់ហើយនឹងចម្លើយនៅលើជួរឈរតើដូចគ្នាឬទេ61415ចាដូច្នេះយើងអាចសន្មតបានថា56570បូកនឹង4845ស្មើនឹង61415ចាអញ្ចឹងគេសួរអីគាត់គេសួររកបាវអញ្ចឹងឆ្លងតាមឧទាហរណ៍មួយនេះដោយសង្កេតទៅលើតារាងខ្ទង់ហើយនឹងប្រមាណវិធីជួរឈរបែបនេះអញ្ចឹងដើម្បីបូកចំនួនដែលមានលេខ5ខ្ទង់និង4ខ្ទង់តើកូនត្រូវធ្វើដូចម្ដេចចាអញ្ចឹងកូនត្រូវធ្វើយ៉ាងម៉េចកូនពិនិត្យមើលតិចមកចាអញ្ចឹងដើម្បីបូកចំនួនដែលមានលេខ5ខ្ទង់និង4ខ្ទង់គឺយើងត្រូវចាដំបូងគឺយើងត្រូវតម្រៀបលេខតាមជួរឈរឲ្យត្រូវតាមខ្ទង់បន្ទាប់មកទៀតយើងធ្វើប្រមាណវិធីបូកពីលើចុះមកខាងក្រោមពីស្ដាំទៅឆ្វេងដោយយើងចាប់ផ្ដើមពីខ្ទង់អីគាត់គឺយើងចាប់ផ្ដើមពីខ្ទង់រាយទៅចាអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់អ្នកគ្រូនឹងបង្ហាញបញ្ញត្តិជូនកូនទាំងអស់គ្នានេះគឺជាបញ្ញត្តិនៅក្នុងការបូកចំនួនមានលេខ5ខ្ទង់និង4ខ្ទង់ចាអញ្ចឹងយើងមើលបញ្ញត្តិទាំងអស់គ្នាដើម្បីធ្វើប្រមាណវិធីបូកយើងត្រូវចាសរសេរចំនួនទាំងពីរឲ្យត្រូវតាមខ្ទង់បន្ទាប់មកទៀតគឺយើងបូកលេខតាមខ្ទង់ដោយបូកពីស្ដាំទៅឆ្វេងចាប់ផ្ដើមដំបូងគឺនៅខ្ទង់រាយចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាយល់ច្បាស់នៅបញ្ញត្តិនៃការបូកចំនួនហើយកូនក៏ធ្លាប់បានវឹកហាត់ជាច្រើនដែរចាអញ្ចឹងដើម្បីឲ្យកូនកាន់តែស្ទាត់ថែមទៀតអ្នកគ្រូនឹងមានលំហាត់ចំនួន3ដើម្បីយកមកឲ្យកូនវឹកហាត់នៅពេលនេះដូច្នេះសូមកូនទាញក្តារឈ្នួនឡើងទាំងអស់គ្នាធ្វើម្ដងមកខ្ទង់ណាកូនណាតោះចាប់ដើមធ្វើលំហាត់លំហាត់ទី1គឺ14365បូកនឹង6847តោះយើងធ្វើនៅខ្ទង់ទី1មុនអ្នកគ្រូអង្គអានេះឡើងលឿនបន្តិចដើម្បីធ្វើប្រមាណវិធីឲ្យកូនមើលតោះអញ្ចឹងយើងចាប់ដើមកូនធ្វើប្រមាណវិធីលើក្តារឈ្នួនរបស់កូនចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាធ្វើឲ្យខ្ទង់ទី1ណាតោះអញ្ចឹងយើងចូលរួមមើលអ្នកគ្រូនឹងធ្វើបង្ហាញកូននៅលើក្តារខៀននេះតើយើងធ្វើខ្ទង់ទី1ខ្ទង់ទី1របស់យើងគឺ14364ចាបូកនឹង6000យើងដាក់ក្រុមខ្ទង់1847អញ្ចឹងកូនពិនិត្យមើលដំណាក់កាលទី1របស់យើងត្រូវនៅយើងត្រូវតម្រៀបលេខឲ្យត្រូវតាមខ្ទង់អញ្ចឹងអ្នកគ្រូដាក់ត្រូវតាមខ្ទង់ហើយយើងក៏ចាប់ដើមបូកអញ្ចឹងយើងបូកពីណាទៅណាគឺយើងបូកពីលើចុះក្រោមហើយពីស្ដាំទៅឆ្វេងដោយផ្ដើមចេញពីខ្ទង់រាយតោះ4បូកនឹង7
đọc muối sơ xe lệ muối đồng tục muối chẳng pra muối bộ nâng 4 đọc đọc đồng tục muối đọc muối sơ xe lệ muối đồng tục muối tiệt tung rồi 7 bộ nâng pra 7 đọc muối đồng tục muối đọc pí sơ xe lệ pí đồng tục muối chà pra 4 bộ nâng pra muối đọc nâng muối đọc muối sơ xe lệ muối đồng tục muối nâng lược tung mờn muối bộ nâng muối pí rồi chứ nè tung ti muối gư dần khơi pí mờn muối poán pí rồi đọc muối cho chồng lại con tiếng ọc này nè kêu sông khâm tha chồng lại con có đôi chưa chồng lại đây nè kêu ca nè lược ra hiện đại chà chân nhưng rồi khơi hái cứ khơi pí mờn muối poán pí rồi đọc muối chà dân cho tới chồng này khó là bao nhiêu cứ pram poán pram muối rồi cao sập pram bột nâng 4 ម៉ឺន 6,532 ចាចឹងកូនដាក់ឲ្យត្រូវតាមខ្ទង់ដូច្នេះក្រុងខ្ទង់ម៉ឺនយើងត្រូវងាកមកខាងឆ្វេងបន្តិចបើកូនអត់ងាកឆ្វេងទេវាត្រូវជាន់ជាមួយនឹងខ្ទង់ពាន់ចាពេលដែលកូនដាក់ត្រូវខ្ទង់ហើយយើងចាប់ដើមបូក 5 បូកនឹង 2 7 ចា 9 បូកនឹង 3 12 សរសេរលេខ 2 10 ដុំទុក 1 6 បូកនឹង 5 11 11នឹង 1 12 សរសេរលេខ 2 ដុំទុក 1 5 នឹងបូក 6 11 11បូកនឹង 1 12 សរសេរលេខ 2 ផ្ដុំទុក 1 នៅខ្ទង់ម៉ឺន 1 បូកនឹង 4 5 អញ្ចឹងយើងឃើញ 50000 2227 ចាដល់លំហាត់ចំណុចកដូចគ្នាយើងរៀបជួយឈរមក 75489 បូកនឹង 2632 ចាហើយយើងធ្វើប្រមាណវិធីបូកអញ្ចឹងខ្ទង់រាយបូកខ្ទង់រាយ 9 បូកនឹង 2 11 សរសេរលេខ 1 ផ្ដុំទុក 1 8 បូកនឹង 3 11 11បូក 1 12 សេរលេខ 2 ផ្ដុំទុក 1 ទៀត 4 បូកនឹង 6 10 10ត្រាទុក 1 ទៅជា 11 សរសេរលេខ 1 ត្រាទុកមកនៅខ្ទង់ពាន់អញ្ចឹង 5 បូកនឹង 2 7 7នឹង 1 8 7បូក 0 7 ចាអញ្ចឹងចំណុចកគឺយើងឃើញ 78121 ចាអញ្ចឹងកូនទៀងទាត់ចម្លើយរបស់កូនទាំងអស់គ្នានៅក្នុងក្តារឈ្នួននៅក្នុងសៀវភៅរបស់កូនថាតើចម្លើយដូចចម្លើយអ្នកគ្រូនៅលើក្តារខៀនដែរឬទេអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងធ្វើលំហាត់នេះបានត្រឹមត្រូវដែលមានចម្លើយដូចជាមួយនឹងអ្នកគ្រូចាដូច្នេះសម្រាប់នៅពេលនេះគឺកូនទាំងអស់គ្នាបានសិក្សាជាមួយអ្នកគ្រូនៅមេរៀនទី 3 វិធីបូកដែលយើងសិក្សាទៅលើការបូកចំនួនមានលេខ 5 ខ្ទង់និង 4 ខ្ទង់ដូច្នេះដើម្បីបូកចំនួនដែលមានលេខ 5 ខ្ទង់និង 4 ខ្ទង់យើងត្រូវចាទី 1 គឺសរសេរចំនួនទាំងពីរឲ្យត្រូវតាមខ្ទង់បន្ទាប់មកទៀតយើងបូកលេខតាមខ្ទង់ដោយបូកពីស្ដាំទៅឆ្វេងមានន័យថាយើងចាប់ផ្ដើមដំបូងនៅខ្ទង់ទង់រាយចាអរគុណសម្រាប់ការចូលរួមសិក្សាពីចម្ងាយជាមួយអ្នកគ្រូថ្ងៃនេះចានៅពេលនេះគឺមេរៀនរបស់អ្នកគ្រូបានបញ្ចប់ហើយប៉ុន្តែជាចុងក្រោយអ្នកគ្រូនៅមានកិច្ចការផ្ទះជូនកូនទាំងអស់គ្នាអញ្ចឹងសូមកូនបើកទៅទំព័រទី13ទាំងអស់គ្នាចាអញ្ចឹងសូមបើកទៅទំព័រទី13ទៅមើលកិច្ចការផ្ទះរបស់យើងណាកូនណាអញ្ចឹងនៅមេរៀននៅទំព័រទី13គឺជាចំណងជើងអញ្ចឹងលំហាត់របស់យើងមកនៅទំព័រទី
14 ចាដូច្នេះកូនមើលនៅទំព័រទី14នេះមានលំហាត់ទី1លំហាត់ទី2និងលំហាត់ទី3ចូលកូនធ្វើទាំង3លំហាត់នេះចានេះគឺជាប្រមាណវិធីបូក4 5តួនិង4តួអញ្ចឹងកូនធ្វើទាំងអស់នេះណាចាហើយមិនត្រឹមតែកិច្ចការផ្ទះរបស់អ្នកគ្រូនេះទេសូមកូនទាំងអស់គ្នាទៅធ្វើនៅលើសញ្ញាកិច្ចការដែលកូនកូនបានទទួលពីលោកគ្រូអ្នកគ្រូរបស់កូននៅឯសាលាផងចាអរគុណសម្រាប់ការតាមដានទស្សនានិងចូលរួមសិក្សាជាមួយអ្នកគ្រូនៅថ្ងៃនេះអ្នកគ្រូសូមជូនពរឲ្យកូនកូនទាំងអស់គ្នាព្រមទាំងក្រុមគ្រួសារមានសុខភាពល្អសុខសុវត្ថិភាពដោយជៀសផុតពីជំងឺកាចសាហាវផ្សេងៗដូចជាជំងឺ COVID-19 ជាដើមដោយអនុវត្តនៅក្បួនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលចាសូមអរគុណ